សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយរបាយការណ៍ចីរភាពរបស់កំពង់ផែស្វយ័តភ្នំពេញដោយស្ម័គ្រចិត្តអនុលោមតាមប្រកាសស្តីពីការបង្ហាញព័ត៌មានចីរភាពនាយកតកមូលបត្រកម្ពុជាសូមអបអរសាទរដល់កំពង់ផែស្វយ័តភ្នំពេញដែលជាបុគ្គលចុះបញ្ជីលក់មូលបត្រដែលបានចូលរួមក្នុងផែនការតេស្តសាកល្បងរៀបចំរបាយការណ៍ចីរភាពក្រោមជំនួយបច្ចេកទេសរបស់ធនាគារពិភពលោកនិងបានជោគជ័យក្នុងការអនុវត្តកាតព្វកិច្ចបង្ហាញព័ត៌មានចីរភាពរបស់កំពង់ផែស្វយ័តភ្នំពេញដោយស្ម័គ្រចិត្តស្របតាមប្រកាសស្តីពីការបង្ហាញព័ត៌មានចីរភាពការបង្ហាញព័ត៌មានចីរភាពរបស់កំពង់ផែស្វយ័តភ្នំពេញនេះឆ្លុះបញ្ចាំងឲ្យឃើញពីការបដិញ្ញាចិត្តរបស់កំពង់ផែស្វយ័តភ្នំពេញចំពោះអភិបាលកិច្ចសាជីវកម្មល្អតម្លាភាពនិងក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការបរិស្ថានសង្គមនិងអភិបាលកិច្ចដើម្បីសម្រេចបានគោលដៅអព្យាក្រឹតកាបូនឆ្នាំ2050ផងដែរថ្ងៃច័ន្ទ10រោចខែមិគសេឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី15ខែធ្នូគ្រិស្តសករាជ2025នាយកតកមូលបត្រកម្ពុជា